jalan yuk. Hati-hati.សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានសាច់រឿងបែបរន្ធត់របស់ឥណ្ឌូនេស៊ីថ្មីមួយទៀតដើម្បីលើកយកមកធ្វើការសម្រាយជូនអ្នកទាំងអស់គ្នាទស្សនាដោយសាច់រឿងមួយនេះគឺនិយាយអំពីយុវជនមួយក្រុមបាននាំគ្នាបង្កើតដំណើរកម្សាន្តមួយគឺឡើងទៅបោះតង់នៅលើភ្នំហើយពួកគេក៏ត្រូវបានជួបជាមួយនឹងរឿងរ៉ាវដែលគួរឲ្យខ្លាចជាច្រើននៅក្នុងអំឡុងពេលនៃការធ្វើដំណើរបោះតង់របស់ពួកគេនោះគឺដោយសារតែនៅក្នុងព្រៃដូចជាដឹងស្រាប់ហើយថាបើសិនជាយើងខុសមាត់ខុសកតែបន្តិចច្បាស់ជាមានរឿងជាមិនខានអញ្ចឹងហើយបានជាពួកគេជួបជាមួយនឹងរឿងរ៉ាវទាំងអស់នោះដូច្នេះដើម្បីចង់ដឹងថាតើពួកគេបានជួបជាមួយនឹងហេតុការណ៍អ្វីខ្លះអឡុងពេលនៃការបោះតង់របស់ពួកគេសូមទៅទស្សនានៃការសម្រេចសាច់រឿងរបស់មានទាំងអស់គ្នាមុនចូលទៅដល់សាច់រឿង admin គឺសូមធ្វើការបញ្ជាក់ជាមុនសិនដែលថាសាច់រឿងមួយនេះគឺជាសាច់រឿងពិតដែលត្រូវបានគេដកស្រង់ចេញពីនារីម្នាក់ដែលមានឈ្មោះថាម៉ាយ៉ាអាស្កាដែលរស់នៅក្នុងប្រទេសឥណ្ឌូនេស៊ីដើម្បីកុំឲ្យខាតពេលវេលាយូរយើងចូលទស្សនាទាំងអស់គ្នាតែម្ដងទៅផ្ដើមនៃសាច់រឿងដំបូងនឹងគឺនិយាយអំពីម៉ាយ៉ាហើយនិងអ៊ីតាពួកគេទាំងពីរនាក់គឺជាមិត្តភក្តិដ៏ល្អបំផុតក្នុងអំឡុងពេលដែលពួកគេឈប់សម្រាកពីការសិក្សានឹងពួកគេបាននាំគ្នាទៅដើរលេងសប្បាយគ្រប់ទីកន្លែងទាំងអស់ប៉ុន្តែនៅពេលដែលពួកគេត្រឡប់មកផ្ទះវិញនិងអង្គុយនិយាយគ្នាលេងនឹងពួកគេគឺនាំគ្នារកកន្លែងផ្សេងដើម្បីទៅលេងបន្តទៀតប៉ុន្តែនៅពេលដែលកំពុងតែនិយាយគ្នាសោកស្រាប់តែម៉ាយ៉ាមានអារម្មណ៍ថានាងចង់ទៅផ្ទះដូច្នេះនាងក៏គិតថាសូមលាមិត្តភក្តិរបស់នាងត្រឡប់ទៅផ្ទះវិញហើយមិត្តភក្តិរបស់នាងគិតថាព្រឺក៏នាងឈឺបត់ជើងបានជាចង់ទៅផ្ទះបែបនេះហេតុអ្វីបានជាមិនប្រើបន្ទប់ទឹកនៅក្នុងផ្ទះរបស់នាងទៅប៉ុន្តែយ៉ាងណានាងក៏នៅតែចាក់ចេញទៅដដែលហើយមូលហេតុនោះគឺដោយសារតែម៉ាយ៉ាគឺនាងបានឃើញនៅអ្វីម្យ៉ាងនៅក្នុងផ្ទះរបស់អ៊ីតាប៉ុន្តែនៅពេលដែលអ៊ីតាសួរនាំទៅកាន់នាងគឺនាងមិនប្រាប់នោះទេនាងបានត្រឹមតែក្រវីក្បាលតែប៉ុណ្ណោះប៉ុន្តែអ៊ីតានៅតែមិនអស់ចិត្តព្រោះតែអ៊ីតាដឹងថាម៉ាយ៉ាគឺជាមនុស្សម្នាក់ដែលមើលឃើញនៅពពួកអមនុស្សបានទោះបីជាយ៉ាងណាក៏ដោយក៏ម៉ាយ៉ាមិនព្រមប្រាប់ពីរឿងនេះទៅកាន់អ៊ីតាដែរលុះដល់ពេលយប់ឡើងនៅពេលដែលម៉ាយ៉ាលើកម្ហូបអាហារជាមួយនឹងកាហ្វេឲ្យមិត្តភក្តិបងប្រុសរបស់នាងក៏បានឮពួកគេនិយាយគ្នាអំពីដំណើរកម្សាន្តបោះតង់នៅលើភ្នំដូច្នេះនាងក៏បានសុំបងប្រុសរបស់នាងទៅជាមួយដែរប៉ុន្តែពួកគេមិនអនុញ្ញាតនោះទេដោយសារតែការបោះតង់នៅលើភ្នំមិនមែនដូចជាការទៅដើរលេងនៅក្នុងផ្សារទំនើបឡើយបងប្រុសរបស់នាងគិតថាវាលំបាកប៉ុន្តែដោយសារតែនាងរំអុកពេកគាត់ក៏យល់ព្រមឲ្យនាងទៅប៉ុន្តែនាងត្រូវតែសុំឪពុកម្ដាយជាមុនសិនបន្ទាប់ពីទទួលបានការអនុញ្ញាតហើយនាងក៏បានខលទៅប្រាប់អ៊ីតាដើម្បីបបួលអ៊ីតានឹងទៅជាមួយគ្នាដែរប៉ុន្តែអ៊ីតាដូចជាដឹងស្រាប់ហើយថាឪពុករបស់នាងគឺមិនធ្លាប់ឲ្យដើរឆ្ងាយនោះទេចឹងប្រហែលជាគ្មានសង្ឃឹមឡើយលុះដល់ស្អែកឡើងពួកគេក៏បានសាកល្បងទៅសុំម្ដាយរបស់អ៊ីតាដើម្បីទៅបោះតង់ជាមួយនឹងគ្នាប៉ុន្តែម្ដាយរបស់នាងបានធ្វើការបដិសេធព្រោះអីគាត់ដឹងថាប្តីរបស់គាត់ច្បាស់ជាមិនអនុញ្ញាតឡើយព្រោះតាំងតែពីក្មេងមកគឺប្តីរបស់គាត់មិនធ្លាប់ឲ្យកូនស្រីដើរទៅណាឆ្ងាយនោះទេលុះដល់ពេលគាត់ចេញមកនាងក៏បានទៅសុំដោយផ្ទាល់តែម្ដងបន្ទាប់ពីសុំយូរទៅគាត់ក៏ហាក់ដូចជាទន់ចិត្តបន្ទាប់មកគាត់ក៏បានយល់ព្រមឲ្យនាងទៅដែលធ្វើពួកគេទាំងអស់គ្នាពិតជាសប្បាយចិត្តយ៉ាងខ្លាំងប៉ុន្តែមុនពេលដែលទៅនឹងពួកគេគឺត្រូវតែซ้อมហាត់ប្រាណដើម្បីឲ្យស្មជាមួយនឹងការឡើងភ្នំសិនគ្រាន់តែបានឃើញនៅសភាវៈនោះដែលនៅក្នុងផ្ទះរបស់អ៊ីតាភ្លាមម៉ាយ៉ាក៏បានប្រញាប់ត្រឡប់ទៅផ្ទះរបស់នាងវិញភ្លាមតែម្ដងដែលធ្វើឲ្យអ៊ីតាក៏ចាប់ផ្ដើមមានចិត្តសង្ស័យApain kamu? លុះដល់ថ្ងៃដើរលេងចូលមកដល់ពួកគេបាននាំគ្នារៀបចំខ្លួននិងលេងឪពុកម្ដាយរបស់ពួកគេដើម្បីទៅដើរលេងចំណែកពួកគេទាំងពីរអ្នកបងប្អូននេះវិញក៏បានទៅយកអ៊ីតាទៅជាមួយនឹងគ្នាផងដែរហើយឪពុកម្ដាយរបស់អ៊ីតាបានផ្ដាំឲ្យពួកគេទាំងពីរអ្នកបងប្អូនជួយមើលកូនស្រីរបស់គាត់ផងមើលទៅពួកគេទាំងពីរនាក់ពិតជាសប្បាយរីករាយយ៉ាងខ្លាំងដោយពួកគេធ្វើដំណើរតាំងពីថ្ងៃរហូតដល់យប់ទម្រាំតែដល់តំបន់ដែលពួកគេត្រូវទៅបោះតង់នៅលើភ្នំនោះប៉ុន្តែនៅពេលដែលទៅដល់ហ្នឹងគឺมันមានម៉ូតូគ្រប់គ្រាន់សម្រាប់ដប់ពួកគេទៅនោះទេគឺត្រូវជិះរថយន្តពណ៌លឿងមួយដើម្បីធ្វើដំណើរទៅដល់កន្លែងហ្នឹងឥន្ទ្រាបានឃើញទឹកមុខរបស់ម៉ាយ៉ាប្លែកក៏ដឹងថាម៉ាយ៉ាច្បាស់ជាឃើញអ្វីជាមិនខានអញ្ចឹងគាត់បានផ្ដាំទៅកាន់នាងថានៅពេលដែលឡើងភ្នំទោះបីជាឃើញអ្វីក៏ដោយគឺមិនត្រូវនិយាយជាដាច់ខាត
ព្រោះអីគឺជាកន្លែងដែលគេមិនឲ្យយើងនិយាយខុសមាត់ខុសកនោះទេមិនយូរប៉ុន្មានពួកគេក៏បានធ្វើដំណើរមកដល់ជើងភ្នំហើយក៏ត្រូវស្នាក់នៅផ្ទះសំណាក់មួយយប់សិនទម្រាំតែព្រឹកស្អែកទើបពួកគេចាប់ផ្ដើមចេញដំណើរឡើងភ្នំតែម្ដងលុះដល់ពេលវេលាយប់ជ្រៅចូលមកដល់ស្រាប់តែអ៊ីតានាងបានក្រោកដឹងខ្លួនឡើងដោយសារតែនាងមានអារម្មណ៍ថាឈឺពោះចឹងនាងគឺបានដាស់ម៉ាយ៉ាឲ្យភ្ញាក់ដឹងខ្លួនឡើងដូចគ្នាផងដែរដោយសារតែនាងនឹងគឺមករដូវនឹងឯងបានជានាងឈឺពោះនាងចង់ឲ្យម៉ាយ៉ាជួយនាងទៅកាន់បន្ទប់ទឹកប៉ុន្តែដោយសារតែម៉ាយ៉ាគឺនាងងុយគេងខ្លាំងពេកអ៊ីតាក៏សម្រេចចិត្តទៅតែម្នាក់ឯងតែម្ដងទៅនាងទៅបន្ទប់ទឹកគឺដើម្បីផ្លាស់ប្ដូរខោក្នុងរបស់នាងប៉ុន្តែនៅពេលដែលនាងខ្ចប់វានៅក្នុងថង់ស្មៅដូចជាមានដៃមួយបានបន្លួចវាយកទៅបាត់ដែលធ្វើឲ្យនាងចាប់ផ្ដើមភ័យនិងមើលទៅលើសំឡេងស្រែករបស់អ៊ីតាបានបន្លឺឡើងទាំងយប់ធ្វើឲ្យគ្រប់គ្នាភ្ញាក់ឡើងនិងប្រញាប់ទៅមើលនាងនៅពេលដែលគួរទ្វារបើកទ្វារទៅក៏ស្រាប់តែឃើញថានាងដូចជាមានសភាពប្លែកធ្វើឲ្យគ្រប់គ្នាមើលទៅដូចជាមិនសូវស្រួលទាល់តែសោះប៉ុន្តែយ៉ាងណាក៏ដោយក៏ពួកគេនឹងគឺបាននាំនាងត្រឡប់មកវិញហើយព្រមទាំងឲ្យនាងផឹកទឹកក្តៅថែមទៀតប៉ុន្តែពួកគេបានដឹងហើយថានាងគឺកំពុងតែមានអាការៈដ៏ចម្លែកមួយសូម្បីតែទឹកក្តៅក៏នាងផឹកដូចជាមិនសូវជាក្តៅដែរបន្ទាប់មកនាងក៏បាននិយាយអំពីអ្វីដែលនាងបានឃើញធ្វើឲ្យគ្រប់គ្នាសួរថាតើជាអ្វីទៅចំណែកឯនាងម្ចាស់ផ្ទះបាននិយាយថាអ្វីដែលនាងបាននិយាយហ្នឹងគឺធ្លាប់បានកើតឡើងទៅលើភ្ញៀវជាយូរឆ្នាំមកហើយវាក៏បានបាត់ជាយូរណាស់មកហើយដែរប៉ុន្តែហេតុអ្វីបានជាពេលនេះវាបង្ហាញខ្លួនមកម្ដងទៀតអញ្ចឹងហើយនៅពេលដែលពួកគេដឹងថាអ៊ីតាមករដូវពួកគេក៏បានហៅម៉ាយ៉ាប្រាប់ឲ្យនាំអ៊ីតាត្រឡប់ទៅវិញនៅថ្ងៃស្អែកព្រោះអីគឺគេហាមមិនឲ្យមនុស្សស្រីដែលមានរដូវឡើងលើភ្នំនោះទេប៉ុន្តែនៅពេលដែលម៉ាយ៉ាមកនិយាយជាមួយនឹងអ៊ីតាមិនទាន់បាននិយាយផងអ៊ីតាបែរជានិយាយថានាងចង់ឡើងទៅលើភ្នំនាងចង់មានអនុស្សាវរីយ៍ល្អៗជាមួយនឹងម៉ាយ៉ាដែលធ្វើឲ្យម៉ាយ៉ាគឺនិយាយអ្វីមិនចេញទាល់តែសោះលុះដល់ព្រឹកស្អែកឡើងពួកគេក៏បានពិភាក្សាគ្នាម្ដងទៀតពាក់ព័ន្ធជាមួយនឹងរឿងមួយនេះប៉ុន្តែត្រូវបានអាលីនិយាយថារឿងមករដូវនឹងគឺគ្រាន់តែជារឿងអបិយជំនឿតែប៉ុណ្ណោះប៉ុន្តែអ្វីដែលសំខាន់មើលទៅលើសុខភាពរបស់អ៊ីតាវិញបើសិនជានាងទៅមិនកើតនោះទេពួកយើងនឹងបញ្ជូននាងត្រឡប់ទៅផ្ទះវិញប៉ុន្តែស្រាប់តែពេលនោះអ៊ីតាបែរជាមានភាពស្រស់ស្រាយនិងកម្លាំងកំហែងពេញលេញនឹងធ្វើដំណើរឡើងទៅលើភ្នំជាមួយនឹងពួកគេតែម្ដងទៅនៅពេលដែលធ្វើដំណើរឡើងភ្នំពួកគេគឺត្រូវចូលទៅកន្លែងមួយដើម្បីបង់លុយជាមុនសិនឆ្លៀតពេលដែលពួកគេកំពុងតែអង្គុយសម្រាកនឹងស្រាប់តែម៉ាយ៉ាបានឃើញលោកយាយម្នាក់កំពុងតែសំណឹងមើលទៅកាន់ពួកគេនាងគិតថាគាត់គឺជាខ្មោចចឹងហើយបានជានាងសួរទៅកាន់ពួកគេថាតើពួកគេមានឃើញឬក៏អត់ការពិតពួកគេក៏មើលឃើញដូចគ្នាដែរដែលធ្វើពួកគេនឹងគឺអស់សំណើចព្រោះអីនាងគិតថានាងមើលឃើញខ្មោចការពិតគឺគាត់គឺជាមនុស្សធម្មតានោះទេហើយមុនពេលដែលឡើងភ្នំពួកគេក៏បានធ្វើការទិដ្ឋានសុំសេចក្តីសុខទាំងទៅទាំងមកផងដែរបែរមកម្ដាយរបស់អ៊ីតានេះវិញនៅពេលដែលគាត់រៀបចំផ្ទះគាត់បានឃើញសក់និងឈាមដែលបានប្រឡាក់ជាមួយនឹងក្រដាសពណ៌សដែលជាឈាមរបស់អ៊ីតានឹងឯងដោយមិនអស់ចិត្តគាត់ក៏បានសួរនាំទៅកាន់ប្តីរបស់គាត់ណាមួយគាត់ឆ្ងល់ថាហេតុអ្វីបានជាប្តីរបស់គាត់បានដល់ឲ្យកូនស្រីទៅឆ្ងាញ់បែបនេះទាំងដែលពីមុនមកនឹងគឺដូចជាគាត់មិនធ្លាប់ធ្វើបែបនឹងឡើយហើយគាត់ថែមទាំងបានយកក្រដាសមួយនោះយកមកសួរបញ្ជាក់ថែមទៀតប៉ុន្តែប្តីរបស់គាត់បានប្រាប់ថាវាគ្រាន់តែជាឈាមច្រមុះរបស់នាងធម្មតាតែប៉ុណ្ណោះកុំគិតច្រើនពេកស្របពេលដែលពួកគេកំពុងតែឡើងភ្នំនឹងស្រាប់តែអ៊ីតាហាក់ដូចជាមានរឿងរ៉ាវចម្លែកកើតឡើងចំពោះនាងអ៊ីតានាងស្ដាប់មិនឮនោះទេទាល់តែម៉ាយ៉ាស្រែកដាក់ទៅជារបស់នាងធ្វើឲ្យភ្ញាក់ទាំងអ្នកមើលភ្ញាក់ទាំងតួទៀតទើបនាងដឹងខ្លួនឡើងមកវិញដូច្នេះពួកគេក៏បាននាំគ្នាធ្វើដំណើរបន្តទៀតប៉ុន្តែនៅពេលដែលពួកគេសម្រាកនឹងស្រាប់តែអ៊ីតាបែរជាឈរនៅមាត់បឹងតែម្នាក់ឯងទាំងដែលពួកគេបានហាមថាកុំឲ្យនាងទៅឈរនៅជិតបឹងអីមូលហេតុគឺដោយសារតែនាងបានយករបស់មួយយកមកបោះចូលនៅក្នុងបឹងមួយនេះដូច្នេះម៉ាយ៉ាក៏បានទៅហៅនាងឲ្យត្រឡប់ទៅវិញព្រោះអីគេបានហាមនាងថាកុំឲ្យទៅក្បែរមាត់បឹងឡើយប៉ុន្តែនាងបែរជាមិននិយាយអ្វីទាំងអស់លុះដល់ពេលដែលងាកមកនាងបែរជាច្របាច់ករបស់ម៉ាយ៉ាយកតែម្ដងគ្រប់គ្នាក៏បានប្រញាប់មកជួយព្រាមនោះក៏ស្រាប់តែម៉ាយ៉ាបានឃើញថាមាននារីម្នាក់បានលេចផុសចេញពីក្នុងបឹងមកទាំងដែលគ្រប់គ្នាគឺមិនមាននរណាម្នាក់បានឃើញនោះទេបន្ទាប់ពីហេតុការណ៍អំបញ្ញមិញត្រូវបានស្ងប់ស្ងាត់ទៅពួកគេមានកម្លាំងពួកគេក៏បាននាំគ្នាធ្វើដំណើរឡើងភ្នំបន្តទៅទៀតនៅពេលដែលធ្វើដំណើរពួកគេចេះតែមានអារម្មណ៍ថាដូចជាមានអ្វីមួយយ៉ាងចេះតែរត់កាត់ពួកគេចោះឡើងប៉ុន្តែនៅពេលដែលមើលទៅបែរជាមិនបានឃើញអ្វីទាំងអស់ទៅវិញនៅពេលនោះម៉ាយ៉ាបានឃើញលោកតាម្នាក់ឈរនៅគៀនផ្លូវតែម្នាក់ឯងប៉ុន្តែនាងមិនហ៊ានប្រាប់អ្នកណានោះទេសុកស្រាប់តែគ្រប់គ្នាចាប់ផ្ដើមមានអារម្មណ៍ថាហឹងត្រចៀក
ស្ដាប់មិនឮទាល់តែសោះឬសូរតែងើងធ្វើពួកគេនឹងស្ទើរតែទ្រាំមិនបានទៅហើយប៉ុន្តែសុកស្រាប់តែសំឡេងមួយនោះបែរជាត្រូវបានបាត់ទៅវិញនៅពេលដែលអាការៈមួយនេះត្រូវបានធូរស្រាលពួកគេក៏បាននាំគ្នាធ្វើដំណើរឡើងភ្នំបន្តទៅទៀតប៉ុន្តែនៅពេលដែលធ្វើដំណើរបានតែបន្តិចសោះស្រាប់តែម៉ាយ៉ានាងចាប់ផ្ដើមមានអារម្មណ៍ចម្លែកដូចជាឈឺពោះមិនដឹងនោះទេភ្លាមនោះរឿងរ៉ាវចម្លែកក៏បានកើតឡើងគឺម៉ាយ៉ានៅពេលនេះនាងត្រូវបានខ្មោចចូលបាត់ទៅហើយគ្រប់គ្នាប្រញាប់ទៅមើលនាងប៉ុន្តែបន្ទាប់ពីមួយសន្ទុះក្រោយមកទៀតស្រាប់តែនាងខ្មោចដែលចូលទៅក្នុងខ្លួនរបស់អ៊ីតាហ្នឹងគឺបានប្រាប់ឲ្យពួកគេនឹងឆាប់យកក្មេងស្រីដ៏កក្រិចនេះចេញពីកន្លែងរបស់ពួកគេទៅបន្ទាប់មកនាងក៏បានដឹងខ្លួនត្រឡប់មកវិញនៅពេលដែលឃើញរឿងរ៉ាវចម្លែកកើតឡើងជាបន្តបន្ទាប់បែបនេះបងប្រុសរបស់ម៉ាយ៉ាបានហៅម៉ាយ៉ាទៅនិយាយគ្នាពីរនាក់ដែលគាត់ចង់ឲ្យនាងនាំអ៊ីតាត្រឡប់ទៅវិញប៉ុន្តែអ៊ីតាគឺនាងមិនព្រមត្រឡប់ទៅវិញនោះទេនាងត្រូវតែឡើងទៅដល់កំពូលភ្នំឲ្យទាល់តែបានហើយឡើងទៅទាំងអស់គ្នាប៉ុន្តែបើសិនជាពួកគេមិនឡើងទៅនាងទៅតែម្នាក់ឯងក៏បានដែរនិយាយហើយនាងក៏បានក្រោកឡើងនិងដើរទៅបាត់តែម្ដងទាំងដែលពួកគេនឹងគឺអស់កម្លាំងពីចម្ងាយផងនោះគឺតាមនាងមិនទាន់នោះទេម្នាក់ស្ទើរតែដាច់ជើងទៅហើយដោយសារតែខំប្រឹងដើរឆ្ងាយខ្លាំងពេកមិនយូរប៉ុន្មានពួកគេក៏បានឆ្លោះគ្នាដោយសារតែមានអ្នកដែលចង់ឲ្យយកម៉ាយ៉ាត្រឡប់ទៅវិញប៉ុន្តែមានអ្នកដែលនាំនាងឡើងមកខាងលើនៅពេលដែលម៉ាយ៉ាបានឃើញខ្មោចព្រៃពេលនោះម៉ាយ៉ាបានប្រាប់ឲ្យគ្រប់គ្នាប្រញាប់រត់ចេញពីទីនេះដើម្បីធ្វើដំណើរទៅមុខទៀតប៉ុន្តែនៅពេលដែលពួកគេរត់មកដល់កន្លែងមួយហើយឈប់សម្រាកពេលនោះស្រាប់តែម៉ាយ៉ាបានឃើញថាអ៊ីតាកំពុងតែអង្គុយនៅខាងមុខតែម្នាក់ឯងនៅពេលដែលឃើញបែបនេះម៉ាយ៉ាក៏បានប្រញាប់រត់ទៅរកអ៊ីតានិងហៅនាងឲ្យត្រឡប់មកវិញពួកគេចាប់ផ្ដើមមានអារម្មណ៍ថាអ៊ីតាកាន់តែចំណៃទៅមើលទៅការនាងដូចជាមិនមែនជាអ៊ីតានោះទេចំណែកឯម៉ាយ៉ាបានទៅនិយាយជាមួយនឹងអ៊ីតាព្រោះតែចង់នាំអ៊ីតាចូលទៅខាងក្រោមវិញប៉ុន្តែផ្ទុយទៅវិញអ៊ីតាបែរជានិយាយជាមួយនឹងនាងថានាងមិនចង់ចូលទៅខាងក្រោមនោះទេនាងចង់សាងអនុស្សាវរីយ៍នៅលើកំពូលភ្នំនេះជាមួយនឹងម៉ាយ៉ាដែរពួកគេមកដល់នេះទៅហើយពួកគេមិនអាចត្រឡប់ទៅវិញនោះទេដែលធ្វើឲ្យម៉ាយ៉ាចាប់ផ្ដើមទន់ចិត្តក៏បានសម្រេចចិត្តនាំគ្នាបន្តដំណើរឡើងទៅលើភ្នំបន្តទៅទៀតដូច្នេះអ្នកទាំងអស់គ្នាក៏បាននាំគ្នាឡើងទៅលើភ្នំទៀតតែម្ដងទៅមិនយូរប៉ុន្មានពួកគេក៏បានឡើងមកដល់ខាងលើប៉ុន្តែមិនទាន់ដល់កំពូលភ្នំនោះទេបន្ទាប់ពីធ្វើដំណើរបានរៀងយូរបន្តិចស្រាប់តែអ៊ីតាហាក់ដូចជាមានអាការៈចម្លែកកាត់ឡើងម្ដងទៀតដែលធ្វើឲ្យប្រុសពិតជាមានអារម្មណ៍ធុញទ្រាន់ជាមួយនឹងនាងជាខ្លាំងព្រោះតែនាងតែងតែមានបញ្ហាមិនឈប់ទាល់តែសោះហើយពួកគេក៏នៅតែបន្តនាំគ្នាធ្វើដំណើរឡើងបន្តទៅទៀតរហូតដល់កំពូលភ្នំយ៉ាងពិតប្រាកដមែននៅពេលដែលឡើងដល់កំពូលភ្នំពួកគេក៏ចាប់ផ្ដើមរៀបចំបោះតង់គេងនៅលើនឹងហើយនៅលើកំពូលភ្នំនេះគឺមិនមែនមានតែពួកគេនោះទេក៏មានអ្នកបោះតង់ផ្សេងទៀតដែរនៅពេលដែលឡើងមកដល់កំពូលភ្នំអ៊ីតានាងពិតជាសប្បាយចិត្តជាខ្លាំងស្របពេលដែលប្រុសនៅពេលនោះស្រាប់តែនាងត្រូវបានខ្មោចចូលម្ដងទៀតហើយពួកគេក៏បានយកនាងយកមកដាក់នៅក្នុងតង់នៅពេលដែលពួកគេបានឃើញនាងត្រូវបានខ្មោចចូលបែបនេះពួកគេគិតថាប្រហែលជាអ៊ីតាយករបស់អ្វីនៅលើភ្នំនេះដាក់ជាប់ខ្លួនជាមិនខានដូច្នេះពួកគេក៏បាននាំគ្នាប្រញាប់ទៅចេញឆែកមើលនៅកាបូបរបស់នាងចង់ដឹងថាតើនាងបានយកអ្វីតាមខ្លួនរបស់នាងប៉ុន្តែគឺរកមិនឃើញអ្វីដែលជារបស់នៅលើភ្នំនេះទាល់តែសោះអញ្ចឹងពួកគេក៏មិនដឹងធ្វើយ៉ាងម៉េចដែរគឺមានតែទៅសុំជំនួយពីអ្នកដែលបោះតង់នៅជិតហ្នឹងតែប៉ុណ្ណោះប៉ុន្តែផ្ទុយទៅវិញអ្នកដែលនៅជិតហ្នឹងបែរជានិយាយឌឺដងនឹងសើចចំអកទៅកាន់មិត្តរបស់ពួកគេទៅវិញដែលជាហេតុធ្វើឲ្យចាប់ផ្ដើមមានការឆ្លោះប្រកែកគ្នាប៊ីតែនឹងវាយគ្នាថែមទៀតប៉ុន្តែបែរជាត្រូវបានលោកពូម្នាក់ដែលជាអ្នកបោះតង់មកដែរនឹងគាត់ក៏បានហាមពួកគេមិនឲ្យឆ្លោះគ្នានៅកន្លែងភ្នំដ៏ពិសិដ្ឋនឹងនោះទេហើយគាត់ក៏បានមកជួយពួកគេដោយគាត់បានប្រាប់ទៅកាន់ពួកគេថាត្រូវតែប្រញាប់យកនាងទៅលាងសម្អាតនៅឈាមរដូវរបស់នាងឲ្យស្អាតនិងយកនាងទៅដាក់នៅក្នុងតង់មួយទៀតបន្ទាប់មកគាត់ក៏ចាប់ផ្ដើមធ្វើការទិដ្ឋានឲ្យនាងដើម្បីឲ្យនាងគឺចាប់ផ្ដើមស្ងប់ទៅវិញអំឡុងពេលនៃការទិដ្ឋានរបស់គាត់នឹងស្រាប់តែរឿងរ៉ាវចម្លែកបានកើតឡើងគឺខ្មោចនោះបានចូលទៅក្នុងខ្លួនរបស់អ៊ីតាឡើងពេញលេញតែម្ដងចំណែកឯម្ដាយរបស់អ៊ីតាគាត់ក៏បានអង្គុយទិដ្ឋាននៅក្នុងផ្ទះរបស់គាត់ដែរនៅពេលហ្នឹងគាត់បានឮសំឡេងដូចជាមានមនុស្សកំពុងតែដើរនៅលើដំបូលផ្ទះរបស់គាត់ដូច្នេះគាត់ក៏បានលួចមើលស្របពេលដែលអ៊ីតាអ្នកវិញគឺនាងត្រូវបានខ្មោចចូលបាត់ទៅហើយធ្វើឲ្យគ្រប់គ្នាដែលនៅទីនេះមានការភ័យខ្លាចប៉ុន្តែសំណាងល្អដែលត្រូវបានអ៊ំប្រុសម្នាក់ហ្នឹងគាត់ចេះនៅវិធីទិដ្ឋានព្រមទាំងធ្វើការបណ្ដេញវិញ្ញាណនោះឲ្យចេញពីខ្លួនប្រាណរបស់អ៊ីតានៅពេលដែលស្ថានភាពកំពុងតែតឹងតែងស្រាប់តែវិញ្ញាណនោះបានចេញទៅវិញបាត់ទៅ
បែបមកម្ដាយរបស់តាវិញក៏បានមកជួបជាមួយនឹងពុករបស់គាត់និយាយអំពីហេតុការណ៍ដែលគាត់បានឮនៅលើដំបូលផ្ទះប៉ុន្តែផ្ទុយទៅវិញប្តីរបស់គាត់បែរជានិយាយថាគាត់គ្រាន់តែស្រមើស្រមៃតែប៉ុណ្ណោះងាកមកកាន់អ៊ីតានាងក៏បានត្រឡប់មកកាន់សភាពដើមវិញហើយអ៊ំប្រុសម្នាក់នោះបានផ្ដាំឲ្យពួកគេត្រូវតែប្រញាប់ចាក់ចេញពីទីនេះនៅពេលព្រឹកឡើងបន្ទាប់ពីជួយពួកគេរួចហើយគាត់ក៏បានចូលទៅក្នុងតង់របស់គាត់វិញបាត់ទៅចំណែកឯស្រីគឺគេងនៅក្នុងតង់ប្រុសៗគឺគេងនៅខាងក្រៅប៉ុន្តែនៅពេលដែលកំពុងតែគេងលក់នោះមីនារីម្នាក់បានបង្ហាញខ្លួននិងប្រាប់ឲ្យម៉ាយ៉ានឹងនាំក្មេងស្រីម្នាក់នេះចេញពីកន្លែងរបស់គេលុះដល់ពេលដែលនាងភ្ញាក់ដឹងខ្លួនឡើងមកវិញគឺបាត់អ៊ីតាបាត់ទៅហើយនាងបានចេញទៅរកអ៊ីតាដោយមិនហ៊ានប្រាប់ប្រុសៗនោះទេព្រោះគិតថាអ៊ីតាអាចទៅនឹងបាត់ដៃបាត់ជើងអីនឹងឯងលុះដល់ពេលដែលនាងទៅរកឃើញអ៊ីតាគឺនាងកំពុងតែអង្គុយនៅក្នុងព្រៃតែម្នាក់ឯងឃើញបែបនេះនាងបានសួរថាតើឯងកំពុងតែធ្វើអ្វីតែម្នាក់ឯងទាំងងងឹតនៅទីនេះអ៊ីតាបាននិយាយថាគឺនាងកំពុងតែនិយាយលេងជាមួយនឹងមិត្តភក្តិរបស់នាងព្រមទាំងបានធ្វើកាយវិការពីរូបរាងមិត្តភក្តិរបស់នាងនោះថែមទៀតប៉ុន្តែម៉ាយ៉ានិយាយថាវាមិនមែនជាមិត្តឯងទេបន្ទាប់ពីត្រូវបីដៃរាប់មួយរបស់ម៉ាយ៉ាខ្មោចនឹងក៏បានរត់បាត់ជើងសព្រាបាត់ទៅខ្មោចអត់មានវិជ្ជាជីវៈអញ្ចឹងឯងត្រូវបីដៃរត់បាត់លុះដល់ពេលវេលាព្រឹកឡើងចុះមកដល់ប្រុសៗដែលដេកនៅខាងក្រៅតង់ហ្នឹងពួកគេក៏បានភ្ញាក់ដឹងខ្លួនឡើងចំណែកឯអ៊ីនត្រាវិញគាត់បានដើរមកមើលលោកពូម្នាក់ដែលបានជួយគេកាលពីយប់មិញប៉ុន្តែនៅពេលដែលគាត់ដើរមកកន្លែងតង់ដែលលោកពូម្នាក់នឹងបោះគឺមិនបានឃើញគាត់នោះទេហើយក៏បានសួរទៅកាន់មិត្តភក្តិរបស់គាត់ថាតើលោកពូដែលជួយយើងកាលពីយប់មិញគាត់ទៅណាបាត់ទៅហើយពួកគេគិតថាប្រហែលជាគាត់ក្រោកចុះពីលើភ្នំវិញតាំងពីព្រឹកមកម្លេះប៉ុន្តែនៅពេលដែលពួកគេពិនិត្យមើលបែរជាមិនបានឃើញថាមានស្នាមបោះតង់នៅទីនេះទាល់តែសោះដូច្នេះមានន័យថាលោកពូកាលពីយប់មិញគាត់គឺមិនមែនជាមនុស្សនោះទេហើយមុនពេលដែលពួកគេចុះពីលើភ្នំទៅវិញអ៊ីតាក៏បានមកអង្គុយនៅលើដុំថ្មមួយចំណែកឯម៉ាយ៉ាក៏បានមកហៅនាងឲ្យត្រឡប់ទៅវិញប៉ុន្តែអ៊ីតាបាននិយាយថានៅថ្ងៃណាមួយឯងនឹងត្រឡប់មកកន្លែងនេះម្ដងទៀតហើយនៅពេលដែលឯងឃើញកន្លែងនេះឯងនឹងយំមិនត្រឹមតែប៉ុណ្ណោះនាងថែមទាំងបាននិយាយប្លែកៗថាបើសិនជាឯងមកទីនេះម្ដងទៀតឃើញយើងនៅទីនេះកុំភ្លេចនាំយើងទៅជាមួយផងនិយាយទៅគឺនាងនិយាយប្លែកៗខ្លាំងមែនទែនប៉ុន្តែគ្រាន់តែម៉ាយ៉ាគឺនាងមិនយល់ពីអ្វីដែលអ៊ីតានិយាយតែប៉ុណ្ណោះបន្ទាប់មកពួកគេបាននាំគ្នាធ្វើដំណើរចុះពីលើភ្នំនេះត្រឡប់ទៅវិញហើយនៅពេលដែលសម្រាកនឹងអ៊ីតាចេះតែមើលទៅក្រោយរហូតហើយនាងបាននិយាយថានាងដូចជាភ្លេចអ្វីម្យ៉ាងដោយនាងមិនទាន់បានយកមកនោះទេប៉ុន្តែម៉ាយ៉ាក៏មិនយល់ពីអ្វីដែលនាងនិយាយដែរចំណែកឯយ៉ាឌីវិញគេនិយាយថាគេមានអារម្មណ៍ថាគ្នាយើងដូចជាខ្វះម្នាក់ទាំងដែលមើលទៅគឺគ្រប់7នាក់ទៅហើយប៉ុន្តែគេមិនច្បាស់ថាកាតើខ្វះឬក៏លើសនោះទេម្ដងគេមានអារម្មណ៍ថាគ្នាយើងខ្វះម្នាក់ម្ដងមានអារម្មណ៍ថាលើសម្នាក់ប៉ុន្តែដោយសារតែមិត្តភ័ក្តិមិនជឿក៏បាននាំគ្នាធ្វើដំណើរចុះទៅលើភ្នំនេះបន្តទៅទៀតចំណែកឯអ៊ីតាវិញនៅតែនិយាយប្លែកៗទៅកាន់ម៉ាយ៉ាថាបើសិនជានាងមកកាន់ទីនេះឃើញនាងកុំភ្លេចនាំនាងទៅជាមួយផងបន្ទាប់មកពួកគេក៏បានធ្វើដំណើរត្រឡប់មកដល់ផ្ទះវិញដោយសុខសាន្តប៉ុន្តែនៅពេលដែលម្ដាយរបស់អ៊ីតាឃើញកូនសិស្សរបស់គាត់ចាប់ផ្ដើមមានអារម្មណ៍ចម្លែកចំពោះនាងតែម្ដងចំណែកឯលោកយាយរបស់ពួកគេទាំងពីរនាក់វិញបានឃើញពួកគេទាំងពីរនាក់ត្រឡប់មកវិញតាមទ្វារក្រោយកំពុងតែលាងដៃលាងជើងហើយម្ដាយរបស់ពួកគេបែរជាកំពុងតែមើលផ្លូវពួកគេទៅវិញដូច្នេះលោកយាយបានប្រាប់ថាមើលផ្លូវអីពួកគេនៅឯខាងក្រោយឯណោះកំពុងតែលាងដៃលាងជើងបន្ទាប់ពីម្ដាយឃើញពួកគេទាំងពីរនាក់មកដល់ផ្ទះហើយគាត់ក៏បានចូលបន្ទប់របស់គាត់ប៉ុន្តែគាត់បែរជាបានឮសំឡេងគោះទ្វារនៅពេលដែលបើកទៅបែរជាបានឃើញថាពួកគេគឺទើបតែនឹងមកដល់ធ្វើឲ្យគាត់ចាប់ផ្ដើមមានអារម្មណ៍ថាដូចជាមិនស្រួលទាល់តែសោះលុះពេលដែលគាត់ទៅមើលកន្លែងដែលពួកគេលាងដៃលាងជើងឲ្យបាញ់មិញគឺមិនបានឃើញពួកគេទៀតនោះទេមិនត្រឹមតែប៉ុណ្ណោះសូម្បីតែស្នាមទឹកក៏មិនមានដែរលុះដល់ពាក់កណ្ដាលយប់ម្ដាយរបស់ម៉ាយ៉ាបានមកដាស់នាងដោយសារតែម្ដាយរបស់អ៊ីតាបានមករកហើយនៅពេលដែលពួកគេទៅដល់ផ្ទះរបស់អ៊ីតាបានឃើញថានាងគឺត្រូវបានខ្មោចចូលបាត់ទៅហើយក៏មានលោកគ្រូម្នាក់កំពុងតែបណ្ដេញខ្មោចនោះឲ្យចេញពីខ្លួនប្រាណរបស់អ៊ីតាផងដែរដោយគាត់បាននិយាយថាខ្មោចនិងមនុស្សគឺរស់នៅក្នុងពិភពផ្សេងគ្នាដូច្នេះកុំបំពេញគ្នាទៅវិញទៅមកគាត់ចង់ឲ្យខ្មោចនោះចេញពីរាងកាយរបស់នាងទៅប៉ុន្តែម្ដាយរបស់នាងគឺខ្លាចថាខ្មោចនោះនឹងសម្លាប់កូនគាត់ប៉ុន្តែគាត់បាននិយាយថាខ្មោចគឺមិនអាចធ្វើអ្វីមនុស្សបាននោះទេនៅពេលដែលលោកគ្រូនិយាយចឹងធ្វើឲ្យខ្មោចនោះវាអន់ចិត្តស្ដោកតែម្ដងវាក៏បានធ្វើឲ្យគាត់មើលថាតើវាអាចធ្វើអ្វីមនុស្សបានឬក៏អត់និយាយទៅគឺវាបានដកកញ្ចក់ដៃកញ្ចក់អីហ្នឹងគឺចេញអស់តែម្ដងធ្វើឲ្យគ្រប់គ្នាមានការភ័យខ្លាចហើយវាបានស្រែកខ្លាំងរហូតធ្វើឲ្យលោកគ្រូហ្នឹងគឺមិនអាចទប់ទល់ជាមួយនឹងវាបាននោះទេ
ចឹងគឺមានតែបញ្ជូនមកកាន់មន្ទីរពេទ្យដើម្បីចាក់ថ្នាំសន្លប់តែប៉ុណ្ណោះបន្ទាប់មកឪពុករបស់អ៊ីតាបានធ្វើការស្ដីបន្ទោសឲ្យពួកគេទាំងពីរនាក់ថាមកពីពួកគេទើបជារឿងខ្លាយទៅជាបែបនេះហើយលោកគ្រូពេទ្យក៏បានចេញមកប្រាប់ថាគាត់មិនដឹងថានាងមានជំងឺអ្វីឲ្យពិតប្រាកដនោះទេគឺមានតែរងចាំពិនិត្យមើលបន្តទៅទៀតតែប៉ុណ្ណោះហើយនៅពេលដែលម៉ាយ៉ានាងមករៀននាងបានឃើញថាអ៊ីតាមករៀនដែរប៉ុន្តែការពិតវាគ្រាន់តែជាការស្រមើស្រមៃតែប៉ុណ្ណោះបន្ទាប់ពីចេញពីរៀននាងក៏បានមកមើលអ៊ីតានៅមន្ទីរពេទ្យដោយផ្ទាល់ហើយអ៊ីតាបាននិយាយថាទោះបីជាយ៉ាងណាក៏ដោយក៏យើងនៅតែជាមិត្តល្អជាមួយនឹងគ្នាបន្ទាប់មកពួកគេក៏បានសុំឲ្យអ្នកគ្រូពេទ្យហ្នឹងជួយស្រាយចំណងចេញពីដៃរបស់អ៊ីតាផងដោយម៉ាយ៉ាធានាថានឹងមិនមានរឿងអ្វីកើតឡើងនោះទេនិយាយទៅពួកគេទាំងពីរនាក់ពិតជាស្រឡាញ់គ្នាយ៉ាងខ្លាំងបន្ទាប់មកនេះក៏បានចេញមកជួបជាមួយនឹងម្ដាយរបស់អ៊ីតាម្ដាយរបស់អ៊ីតាគាត់ក៏វល់វល់ដែរមិនដឹងថាតើមានរឿងអ្វីកើតឡើងចំពោះកូនរបស់គាត់នោះទេដុកទ័រទាំងអស់គឺស្ថិតតែមិនអាចពិនិត្យឃើញនៅអាការៈជំងឺរបស់នាងប៉ុន្តែនាងបាននិយាយថានាងដូចជាភ្លេចអ្វីមួយនៅក្នុងព្រៃនោះបន្ទាប់មកនាងក៏បានយករឿងមួយនេះមកពិភាក្សាជាមួយនឹងបងប្រុសរបស់នាងប៉ុន្តែគឺមិនបានឃើញថានាងយកអ្វីមកនោះទេសូម្បីតែរដូវដែលប្រឡាក់ខោក្នុងរបស់នាងក៏ត្រូវបាននាងវិចខ្ចប់ទុកយ៉ាងស្អាតយកមកវិញដែរដូច្នេះនាងមិនបានបន្សល់វានៅលើភ្នំនឹងនោះទេដូច្នេះពួកគេនឹកមិនឃើញថានាងបានធ្វើខុសអ្វីនៅលើភ្នំនឹងនោះទេចំណែកឯម្ដាយរបស់អ៊ីតានៅពេលដែលគាត់មកមន្ទីរពេទ្យបែរជាបានឃើញបរិសុទ្ធប្លែកមុខចូលក្នុងបន្ទប់កូនស្រីរបស់គាត់ហើយក៏បានដើរចេញទៅបាត់អាការៈរបស់អ៊ីតាកាន់តែធ្ងន់ធ្ងរទៅពោះរបស់នាងកាន់តែធំទៅហើយនៅក្នុងយប់នេះនាងបានឃើញខ្មោចឈរនៅក្នុងបន្ទប់មន្ទីរពេទ្យរបស់នាងតែម្ដងនាងបានព្យាយាមងាកមុខចេញប៉ុន្តែវានៅតែបង្ហាញខ្លួនឲ្យនាងបានឃើញទៀតមិនត្រឹមតែប៉ុណ្ណោះវាថែមទាំងបានឡើងមកសង្កត់នៅលើនាងថែមទៀតដែលជាហេតុធ្វើឲ្យនាងស្រែករហូតដល់ចេញឈាមតាមត្រចៀកនិងតាមច្រមុះចំណែកឯម៉ាយ៉ានៅពេលដែលនាងចេញពីរៀននាងក៏បានមកមើលអ៊ីតាដូចជារាល់ដងដែរហើយនាងសង្ឃឹមថាអ៊ីតានឹងឆាប់ជានឹងអាលបានឆាប់ទៅរៀនវិញបន្ទាប់មកពួកគេក៏បានធ្វើការពិភាក្សាគ្នាអំពីរឿងមួយនេះព្រោះតែចង់ដឹងថាតើអ៊ីតាបានធ្វើអ្វីខុសនៅលើភ្នំមួយនោះដំបូងពួកគេគិតថាអាចនឹងមកពីនាងមានរដូវហើយក៏បានឡើងទៅលើភ្នំដែលខុសពីបំរាមដែលគេបានហាមប៉ុន្តែម៉ាយ៉ាបាននិយាយថានាងបានឃើញខ្មោចនោះនៅក្នុងផ្ទះរបស់អ៊ីតាតាំងពីមុនពេលដែលនាងឡើងទៅលើភ្នំមកទៀតអញ្ចឹងមានន័យថារឿងរ៉ាវទៅបានកាត់ឡើងចំពោះនាងតាំងពីមុនពេលដែលនាងឡើងទៅលើភ្នំមកម្លេះម្ដាយរបស់អ៊ីតាវិញនៅពេលដែលគាត់មកមន្ទីរពេទ្យគាត់ក៏បានឃើញបរិសុទ្ធសក់វែងចម្លែកនោះនៅមន្ទីរពេទ្យនេះម្ដងទៀតប៉ុន្តែគ្រាន់តែឡានបើកកាត់តែមើលផ្លែតវាក៏បានបាត់ទៅវិញតែម្ដងទៅហើយពួកគេបាននាំគ្នាមកកាន់មន្ទីរពេទ្យដើម្បីលើកទឹកចិត្តអ៊ីតាប៉ុន្តែពេលនោះអ៊ីតាបានឃើញខ្មោចនោះបង្ហាញខ្លួនម្ដងទៀតនៅឯជ្រុងនៃបន្ទប់នឹងឯងប៉ុន្តែនៅពេលដែលពួកគេងាកមើលទៅដូចជាមិនបានឃើញអ្វីទាំងអស់សូម្បីតែម៉ាយ៉ាដែលជាអ្នកធ្លាប់ឃើញនៅពពួកអមនុស្សក៏នាងមើលមិនឃើញដែរលុះដល់ពេលយប់ឡើងនៅពេលដែលនាងត្រឡប់មកវិញនឹងគឺឮសំឡេងគោះទ្វារនៅពេលដែលនាងចេញទៅបើកមើលទៅតាមពិតគឺអ៊ីតាសោះដោយអ៊ីតាបានចេញពីមន្ទីរពេទ្យហើយឃើញបែបនេះធ្វើឲ្យម៉ាយ៉ាពិតជាសប្បាយចិត្តជាខ្លាំងហើយមូលហេតុដែលអ៊ីតាមកនេះគឺយកអាវយកមកសងទៅកាន់ម៉ាយ៉ាវិញប៉ុន្តែម៉ាយ៉ាប្រាប់ថាអាវនេះគឺនាងជូនទៅកាន់អ៊ីតាតែចោះមិនបាច់ចាំសងវិញនោះទេបន្ទាប់មកនាងប្រាប់ថាស្អែកនឹងនាងទៅលេងអ៊ីតាដល់ផ្ទះហើយអ៊ីតាក៏បានចាក់ចេញទៅវិញបាត់ទៅប៉ុន្តែនៅពេលវេលាយប់ឡើងចូលមកដល់បងប្រុសរបស់នាងបានគួរទ្វីហៅនាងទៅកាន់មន្ទីរពេទ្យដោយសារតែគាត់ទទួលដំណឹងថាអ៊ីតាពេលនេះគឺកាន់តែធ្ងន់ធ្ងរទៅហើយលោកគ្រូពេទ្យព្យាយាមជួយសង្គ្រោះនាងដែរប៉ុន្តែដោយសារតែអាការៈរបស់នាងធ្ងន់ធ្ងរខ្លាំងពេកគឺមិនអាចជួយបាននោះទេនៅទីបំផុតយប់នេះអ៊ីតាក៏ត្រូវបានលាចាកពីលោកនេះទៅដែលជាហេតុធ្វើឲ្យម្ដាយហើយនិងម៉ាយ៉ានឹងមានការខូចចិត្តជាខ្លាំងជាពិសេសគឺម្ដាយរបស់នាងតែម្ដងគាត់គឺមិនអាចទទួលយកបាននោះទេគាត់មានកូនតែម្នាក់នេះតែប៉ុណ្ណោះប៉ុន្តែបែរជានាងត្រូវបានស្លាប់ហើយបរិបទប្លែកមុខនោះក៏នៅតែបង្ហាញខ្លួននៅថ្ងៃបុណ្យសពរបស់អ៊ីតាថែមទៀតមិនដឹងថាគេគឺជាអ្នកណាឲ្យប្រកាសនោះទេចំណែកឯម៉ាយ៉ានេះវិញបន្ទាប់ពីអ៊ីតាស្លាប់ទៅគឺនាងមិនអាចទទួលយកបានឡើយនាងគឺបាយមិននឹកទឹកមិនស្រែកទោះបីជាអ្នកផ្ទះរបស់នាងប្រាប់ឲ្យនាងទទួលទានអាហារយ៉ាងណាក៏នាងមិនលេបមិនចូលដែរប៉ុន្តែនៅពេលយប់ឡើងនៅពេលដែលនាងគេងលក់នាងក៏បានយល់សពឃើញនៅរឿងរ៉ាវមួយចំនួនដែលពាក់ព័ន្ធជាមួយនឹងអ៊ីតាឪពុករបស់នាងបានប្រគល់របស់មួយឲ្យទៅកាន់នាងបន្ទាប់មកនាងក៏បានបោះវាចូលទៅក្នុងទឹកហើយនាងថែមទាំងបានឃើញថាខ្មោចដែលច្បាច់កនាងនៅក្នុងព្រៃនោះគឺដូចជាខ្មោចដែលនាងបានឃើញនៅក្នុងផ្ទះរបស់អ៊ីតាអញ្ចឹងដូច្នេះនាងក៏បានយករឿងរ៉ាវមួយនេះប្រាប់ទៅកាន់ម្ដាយរបស់អ៊ីតាដែលធ្វើឲ្យគាត់ចាប់ផ្ដើមសង្ស័យជាមួយនឹងប្តីរបស់គាត់ក៏បានសម្រុកចូលទៅក្នុងបន្ទប់
ប្តីរបស់គាត់តែម្ដងនៅពេលដែលគាត់ចូលទៅទើបដឹងថាការពិតប្តីរបស់គាត់បានរៀបចំនៅពិធីអាគមម្យ៉ាងដូច្នេះគាត់បានសួរថាតើបងកំពុងតែធ្វើអ្វីហើយប្តីរបស់គាត់ក៏បានរៀបរាប់ប្រាប់ទាំងអស់អំពីការពិតថាគាត់ធ្វើបែបនេះគឺដោយសារតែជំនួយរបស់ពួកគេត្រូវបានធ្លាក់ចុះដោយសារតែមានដៃគូប្រជែងប៉ុន្តែបន្ទាប់ពីគាត់បង្ក្រាបគេរួចហើយគេបែរជាប្រើនាំមន្តអាគមខ្មៅដាក់គ្រួសាររបស់គាត់ទៅវិញគឺគេប្រើទៅលើអ៊ីតានឹងឯងបន្ទាប់មកគាត់ក៏បានព្យាយាមដើរស្វែងរកពីមូលហេតុនៅទីបំផុតគាត់ក៏បានឃើញថាគេបានយកមកកប់នៅខាងក្រោយផ្ទះរបស់គាត់ដូច្នេះគាត់ក៏បានយករបស់នោះខ្ចប់ជាមួយនឹងថង់ខ្មៅនិងឲ្យអ៊ីតាយកទៅបោះចោលឲ្យឆ្ងាយការពិតគាត់មិនធ្លាប់ឲ្យអ៊ីតាចាក់ចេញពីផ្ទះឆ្ងាយនោះទេប៉ុន្តែដើម្បីឲ្យនាងយកនេះរបស់នេះយកទៅបោះចោលឲ្យឆ្ងាយអញ្ចឹងបានជាគាត់អនុញ្ញាតឲ្យនាងឡើងមកលើភ្នំនេះលុះរយៈពេល2ឆ្នាំកន្លងផុតទៅម៉ាយ៉ាក៏បានមកលេងភ្នំនេះម្ដងទៀតដូចជាអ្វីដែលអ៊ីតាធ្លាប់បាននិយាយអញ្ចឹងនៅពេលដែលនាងមកដល់ទីនេះនាងក៏បាននឹកឃើញទៅដល់អ៊ីតាភ្លាមប៉ុន្តែចៃដន្យអីស្រាប់តែអ៊ីតាបែរជាមកបង្ហាញខ្លួននៅពីក្រោយខ្នងរបស់នាងទាំងដែលអ៊ីតានឹងគឺបានស្លាប់អស់រយៈពេល2ឆ្នាំទៅហើយសាច់រឿងរបស់យើងក៏ត្រូវបានបញ្ចប់